បាទគ្រប់ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំលោកគ្រូមកធ្វើនៅផែនការរៀនសូត្ររបស់សិស្សម្នាក់ៗបាទតាមរយៈបាទយើងយកទិន្នន័យពីថ្នាលបឋមដើម្បីយកមកធ្វើផែនការតែម្ដងអញ្ចឹងខ្ញុំមានគំរូ file Word មួយគឺជាគំរូដែលយើងត្រូវរចនាបទវាឡើងទៅក្នុង Google Sheet បាទដើម្បីចាប់ទិន្នន័យបាទនេះគឺវាមានហោហាយអញ្ចឹងទៅហើយអ្វីដែលយើងត្រូវចូលដំបូងគឺលោកគ្រូអ្នកគ្រូត្រូវចូលទៅកាន់ browser ណាក៏បានដែរដើម្បីបើកនៅ Google Drive របស់លោកគ្រូអ្នកគ្រូអញ្ចឹងខ្ញុំប្រើ Chrome បាទអញ្ចឹងខ្ញុំចុចត្រង់នេះខ្ញុំចុចមកឆ្វេងពីរដងបាទជាទូទៅគឺដើម្បីបាននៅ Google Drive លោកគ្រូចូលកន្លែងចុច Tray នេះមកគេដាក់ថា Google App អញ្ចឹងយើងចុចមកឆ្វេងត្រង់ហ្នឹងមួយហើយលោកគ្រូអ្នកគ្រូត្រូវចូលទៅ Drive បាទតទៅពីចូលទៅ Drive រួចលោកគ្រូអ្នកគ្រូក៏លេខមើលកន្លែង Home នេះបាទកន្លែង Home នេះបាទអញ្ចឹងគឺនៅត្រង់ Home នេះគឺវាមានច្រើនហើយកន្លែងខាងក្រោមគឺ My Drive បាទ My Drive ចំពោះ My Drive នេះគឺវាមានសកម្មភាពការងារច្រើនដែលខ្ញុំបានធ្វើឡើងតែសកម្មភាពណាមួយក៏បានគ្រូចង់ដាក់អញ្ចឹងខ្ញុំដាក់នៅកន្លែងនេះគឺការងារឆ្នាំ2025-26បាទនៅក្នុងការងារ2025-26គឺខ្ញុំមានច្រើនការងារហើយខ្ញុំ add បញ្ចូលបន្ថែមខ្ញុំបង្កើត folder មួយអញ្ចឹងខ្ញុំចុចស្ដាំមួយហើយខ្ញុំយកពាក្យថា new folder បាទអញ្ចឹង new folder ឡើយហ្នឹងគឺគ្រូដាក់មកខ្ញុំដាក់ផែនការសិស្សម្នាក់បាទអញ្ចឹងខ្ញុំ create ខ្ញុំចុច create វាអូខេបន្ទាប់ពីលោកគ្រូ create folder របស់យើងរួចយើងចុច mouse ឆ្វេងបើកទៅលើវាបាទអញ្ចឹងយើងចុច mouse ឆ្វេងបើកទៅលើវារួចយើងត្រូវបង្កើតនៅ Google Sheet បាទអញ្ចឹងយើងបង្កើត Google Sheet មួយមកលោកគ្រូបាទនៅត្រង់ចំណុចនេះយើងចុច mouse ស្ដាំមួយហើយយើងយកពាក្យថា Google Sheet បាទអញ្ចឹងគ្រូចុចលើវាទៅបាទវានឹងបង្កើតជា Google Sheet ជូនលោកគ្រូតែម្ដងបាទនៅត្រង់ចំណុចនេះយើងអាចស្វែងមកហើយយើងដាក់ចំណងជើង Google Sheet របស់យើងតែយើងចង់ដាក់អីហើយនេះគឺជាចំណងជើងរបស់ខ្ញុំដាក់ថាបាទផែនការរៀនសូត្រសិស្សម្នាក់ៗតាម PTOM បាទគឺជួយតាមរយៈថ្នាលបឋមរបស់យើងតាមរយៈសិស្សរៀនយឺតបាទអូខេអញ្ចឹងខ្ញុំដាក់ថាផែនការសិស្សម្នាក់បាទហើយខ្ញុំចុចមួយមក PTOM បាទអញ្ចឹងយើង create វាមកអូខេបន្ទាប់ពីយើងបង្កើតបានរួចយើងអាចកលេចទៅមើលទម្រង់បាទយើងត្រូវ design មានអីគេខ្លះគ្រូណាមានដូចជាវិជាកម្ពុជាជាតិសាសនាព្រះមហាក្សត្រអញ្ចឹងយើងវាយចូលតែម្ដងខ្ញុំសូមវាយបញ្ចូលតែម្ដងត្រង់ហ្នឹងមកបាទអញ្ចឹងយើងវាយសិនហើយអ្វីដែលយើងទៅមើលថាយើងចង់ design ស៊ុំខាងក្រៅនេះអញ្ចឹងយើងអាចទុក space របស់វាទុកគម្លាតរបស់វាបាទនេះត្រង់នេះបាទនៅជួរ A អញ្ចឹងទៅយើងទុកមកបន្តិចចឹងទៅហើយជួរ B យើងទុកបន្តិចចឹងទៅតិចទៀតចាំយើងសេរីគ្រូណាបាទចាំយើងសេរីតែម្ដងហើយខ្ញុំសូម select ទាំងអស់ហើយកំណត់ font មួយខ្ញុំដាក់សៀមរាបហើយ font 12ហើយខ្ញុំកំណត់ឲ្យវាធំបន្តិចប៉ុនគ្នាដើម្បីស្រួលបាទកុំឲ្យតូចពេកហើយកុំឲ្យធំពេកបាទអូខេអញ្ចឹងកន្លែងនេះគឺយើងទៅសេចូលតែម្ដងអញ្ចឹងយើងចន្លោះទុកមកជួរលេខ1នេះហើយនឹងជួរ A នេះបាទអញ្ចឹងយើងសេចូលតែម្ដងមានអីយើងសេចូលនឹងមកបាទអញ្ចឹងយើងសេចូលមក enter មកបាទចឹងកន្លែងនេះគ្រូខាងក្រោមនេះគឺយើងតទៀតមានអីគេទៀតគ្រូណាបាទរដ្ឋបាលស្រុកគេឡាយអប់រំយុវជននិងកីឡាកម្រងសាលាធម្មតានេះដែរបាទអញ្ចឹងខ្ញុំសូមទៅសេចូលតែម្ដងបាទខ្ញុំ copy បាទខ្ញុំសូម copy ពីនេះដាក់ម្ដងគ្រូណាខ្ញុំ copy មកសារខ្ញុំមានតម្រងហើយស្រេចហើយបាទខ្ញុំដាក់ត្រង់នេះខ្ញុំយក pass special value only គ្រូឃើញមកអូខេអញ្ចឹងបន្តទៀតយើងមានអីទៀតតម្រងអីទៀតបាទផែនការរៀនសូត្រសិស្សម្នាក់ៗឆ្នាំ2025-26យើង copy វាដាក់មកគ្រូបាទ copy អូខេបាទយើងចូលទៅនេះ pass special value only បាទបន្តទៀតបាទអញ្ចឹងមានទៀតមានប្រហែលដាក់ប៉ុណ្ណឹងមកគ្រូអូសមកទៀតបាទគឺបាទមានឈ្មោះសិស្សបាទលេខទូរស័ព្ទអីហោហាយមក copy ដាក់តែម្ដងបាទអញ្ចឹងគ្រូផាសវាបញ្ចូលមក pass special
value only បាទកន្លែងណាយើងត្រូវកែចាំយើងកែកន្លែងណាយើងត្រូវពេញចន្លោះយើងពេញចន្លោះអញ្ចឹងកន្លែងនេះខ្ញុំសុំលុបពីតិចបាទកន្លែងណាយើងដាក់មកកន្លែងណាដែលយើងត្រូវពេញតាមកយើងពេញអញ្ចឹងទៅខ្ញុំសុំលុបថងនេះតិចខ្ញុំដាក់មកមានអីគេអញ្ចឹងកន្លែងឈ្មោះសិស្សនេះយើងដាក់កម្រិតវាវែងតិចមកដើម្បីដាក់ឈ្មោះសិស្សបានបាទឈ្មោះសិស្សបានអញ្ចឹងទៅហើយកន្លែងនេះគឺ page គឺយើងសេចូលមក page បាទ page គឺនៅតូចទេហើយ plot នេះគឺកន្លែងបាទ page បាទស្ដីប្រុសបាទនៅមានអីទៀតមានថ្នាក់ទីបាទថ្នាក់ទីបាទថ្នាក់ទីបាទអញ្ចឹងរបៀបធ្វើគ្រូទៅទៅសេឲ្យហើយបើគ្រូចាំគិតដាក់រូបមន្តតាមក្រោយណាកុំឲ្យពិបាកទីប៉ុណ្ណឹងមកបាទស្ថានភាពគ្រួសារទូធាមជ្ឈុំក្តីក្រផ្សេងយើងលុបវាមកនេះស្ថានភាពគ្រួសារនេះគឺចង់ឲ្យយើងប្រើនៅសញ្ញាគ្រីសបាទទូធាមជ្ឈុំក្តីក្រឬក៏ផ្សេងអញ្ចឹងកន្លែងនេះយើងទៅឆ្នៃវាអូខេស្ថានភាពគ្រួសារត្រង់នេះយើងអាចខិតនេះមកអញ្ចឹងយើងដាក់មកគូកន្លែងនេះវាវែងតិចក៏អត់អីដែរតិចទៀតចាំយើងស្រីវាឲ្យវាប៉ិនភេទនេះមកយើងអាចដាក់ប្រអប់បានហើយយើងប្រើប្រអប់អញ្ចឹងទៅគូគាត់ជុំវិញទៅបាទនេះជាប្រអប់មួយនេះស្ថានភាពឧស្សាហ៍មានអីគេខ្លះបាទមានទូធាមជ្ឈុំក្រីក្រផ្សេងយើងដាក់មកទូធាបាទទូធាមជ្ឈុំបាទទូធាមជ្ឈុំអូទៀតហើយនេះយើងទុកប្រអប់ជ្ឈុំហើយនេះយើងដាក់ទៀតហើយនេះយើងអក្រីក្របាទហើយនេះយើងច្រឡោះមួយទៀតគឺផ្សេងអញ្ចឹងគូចង់បានប្រអប់ប៉ុណ្ណាយើង select កន្លែងហ្នឹងហើយមកយើងចុច control មកបាទយើងស្រីប្រអប់យើងឲ្យស្អាតទៅហើយទូណាអូខេអញ្ចឹងប្រអប់យើងចំអាំប៉ុណ្ណេះអូខេបើវាធំបាទនេះប៉ុណ្ណេះអញ្ចឹងគូ select ទឹក pen វាមួយមកចុចអូសទៅលើវាហើយយើងចុច pen ហើយយើងដាក់វាមកវានឹងលោតដែរចុច pen តទៀតវានឹងលោតចុច pen តទៀតបាទវានឹងលោតអបច្រើនដងឯងគូណាបាទអញ្ចឹងត្រង់នេះអាច select ទាំងអស់ហើយយើងកំណត់ឲ្យអក្សរនៅត្រឹមកណ្ដាលក៏បានដែរបាទត្រឹមកណ្ដាលអូខេអញ្ចឹងគូចូលទៀតមានអីទៀតគ្រូបាទមានបាទមានស្ថានភាពរស់នៅពុកណាជីដូនអ៊ំពូមីងផ្សេងមាន4ដូចគ្នាស្ថានភាពរស់នៅនេះគឺមិនបាក់ទេគឺមាន4ដូចគ្នាអញ្ចឹងគឺអត់បាក់ទេអញ្ចឹងឡើយនេះយើងលុបវាមកលុបវាអស់យើង copy អានេះ Ctrl C Ctrl V មកដល់តែម្ដងសិនជាវាយើងអត់ចង់ជាប់គ្នាក៏បានតែយើងច្រឡោះមកកាឡាតែយើងមិនច្រឡោះអីដោយសារតិចទៀតទៅយើងទៅសេជាប់គ្នាអញ្ចឹងបើយើងចង់ច្រឡោះទៅច្រឡោះមកកាឡាចេះបាទច្រឡោះមកកាឡាចេះកាឡាអញ្ចឹងណាអញ្ចឹងមិនសេរីវាទៅធំទេដោយសារតែទៅយើងត្រូវការ copy វាបន្តទៀតអញ្ចឹងបើយើងច្រឡោះមួយអញ្ចឹងតែអញ្ចឹងយើងអាច control set មកវិញ control set មកវិញអញ្ចឹងខ្ញុំសុំច្រឡោះមកកន្លែងទៅបាទខ្ញុំ copy មកដល់ control C បាទ control V អញ្ចឹងកន្លែងរស់នៅរបស់គាត់មានគេខ្លះហើយមានបណ្ដាជីដូនតាអ៊ំពូមីងផ្សេងមកពុកតាយជីដូនជីតាទៀតអ៊ំពូមីងបាទអញ្ចឹងខ្ញុំសុំលឿនតិចគ្រូណាបាទអញ្ចឹងយើងតទៀតគ្រូយើងមានខាងក្រោមទៀតគឺមានអីគេមានមុខជាគោលបាទហើយនេះទេអញ្ចឹងទៅយើង select វាអស់បាទយើង select វាអស់ទៅខ្ញុំចុចមកស្ដាប់ខ្ញុំយកពី copy ហើយយើងផាសវាបញ្ចូលតែម្ដងគូខាងក្រោមនេះច្រឡោះមកកន្លាទៅ special value only បាទវាមកអញ្ចឹងណាបាទយើងឆ្នៃតាមហ្នឹងយើងនឹងរៀបចំឆ្នៃវាឲ្យធ្វើយ៉ាងណាគ្រូនេះគឺជួរទាំងអស់នេះបើសិនជាវាប៉ុនគ្នាឲ្យប៉ុនគ្នាទាំងអស់កុំឲ្យមានតូចធំបាទយើងសុខចិត្តឲ្យវាមានហៅថាវែងតិចខ្លីតិចចឹងចុះមិនយ៉ាងណាកុំឲ្យជួរទាំងអស់នេះមានតូចមានធំ
បាទដោយសារតែយើងត្រូវប្រើប្រាស់ជួរហ្នឹងជារួមដើម្បីព្រីនឯកសារយើងចុះមកខាងក្រោមអញ្ចឹងយើងច្នៃតាមហ្នឹងខ្ញុំនឹងច្នៃបន្ថែមទៀតគុណគ្រូណាអញ្ចឹងខ្ញុំសុំលឿនបន្តិចបាទលោកគុណគ្រូឥឡូវខ្ញុំរៀបចំរួចហើយគឺមុខវិជ្ជាភាសាខ្មែរនិងគណិតហើយនឹងបាទមុខវិជ្ជាគណិតវិទ្យាបាទនេះគឺត្រីមាសទី1ភាសាខ្មែរហើយនេះគឺត្រីមាសទី2គណិតវិទ្យាបាទហើយខ្ញុំរៀបចំបានប៉ុណ្្នឹងហើយឥឡូវយើងមកមើលទៀតនឹងនេះទៀតបាទមាននេះតារាងឈ្មោះសិស្សរៀនឡើងវិញនីតិប្រចាំខែអញ្ចឹងយើង copy វាធម្មតាបាទ copy អស់មកស្ដាំពីហើយគុណគ្រូយកមកផាសវានៅខាងក្រោមនេះបាទគុណគ្រូអាចដាក់ជួរ B នេះទៅបាទ special value only មកទៀតហ្នឹងគុណគ្រូណាអញ្ចឹងយើងត្រូវរៀបដូចមុនអញ្ចឹងយើងត្រូវរៀបដដែលយើងបន្តរៀបវាហើយយើងចាំកំណត់กระดาษតាមក្រោយបាទអញ្ចឹងខ្ញុំសូមរៀបតិចចុះបាទដើម្បីកុំឲ្យនាទីច្រើនខ្ញុំនឹងរៀបវាបដាហើយខ្ញុំសូម stop ទៅនឹងសិនបាទលោកគ្រូក្រោយពីខ្ញុំ skip បន្តិចឥឡូវខ្ញុំរៀបចំជាទម្រង់ហើយអស់ហើយបាទអញ្ចឹងនេះជាទម្រង់ផែនការសិស្សនៅយើងរៀបចំជា Google Sheet បាទអញ្ចឹងខ្ញុំនឹងដាក់នៅក្នុង link description របស់ខ្ញុំហើយលោកគ្រូអាច download ដោយសេរីយកទៅប្រើប្រាស់បានបាទខ្ញុំនឹងចែករំលែកនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទអញ្ចឹងបើលោកគ្រូគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមជួយចុច subscribe ជើងខ្ញុំម្នាក់មួយបាទសូមអរគុណសូមគោរពលា